បាទសួស្តីបាទនឹងជំរាបសួរទៅកាន់បងប្អូនយើងបាទដែលគាត់តែងតែធ្វើការនៅរោងចក្រសាពីរីណាបាទហ្នឹងហើយសម្រាប់ថ្ងៃនេះផ្ទាល់បាទខ្ញុំបាទadmin បាទនឹងធ្វើការផ្តិតនៅទស្សនវិជ្ជាផ្ទាល់បាទដើម្បីចែករំលែកបាទនៅវីដេអូនេះជូនទៅកាន់បងប្អូនយើងបាទដែលគាត់តែងតែតាមដានណាក៏ដូចជាការមើលផ្ទាល់បាទនៅវីដេអូរបស់ខ្ញុំបាទនេះផ្ទាល់តែម្ដងផងដែរបាទហើយសម្រាប់ពុកម៉ែបងប្អូនយើងបាទដែលគាត់ចង់ទទួលបាននៅវីដេអូដែលខ្ញុំបាទធ្វើការផ្តិតជូនថ្មីបាទក៏ដូចជាការថតជូនពុកម៉ែបងប្អូនយើងបាទពុកម៉ែបងប្អូនយើងអាចធ្វើការ comment នៅខាងក្រោមនៃវីដេអូបានខ្ញុំបាទនឹងធ្វើការទៅផ្តិតជូនបាទនៅទស្សនវិជ្ជាបាទក្នុងកម្មវិធីនីមួយៗរបស់បងប្អូនយើងបាទក៏ដូចជាបណ្ដារោងចក្រហ្នឹងហើយរបស់បងប្អូនយើងចង់ឲ្យខ្ញុំបាទថតបាទចេញជាវីដេអូឡើងបាទដើម្បីធ្វើជាអនុស្សាវរីយ៍បាទទុកជាអនុស្សាវរីយ៍បងប្អូនយើងអាចធ្វើការ comment នៅខាងក្រោមនៃវីដេអូបានបងប្អូនយើងបាទអញ្ចឹងថ្ងៃនេះផ្ទាល់បាទខ្ញុំបាទធ្វើការថតចេញជាវីដេអូនេះឡើងបាទនៅរោងចក្រសាព្រីណារបស់យើងតែម្ដងបងប្អូនណាបាទហើយសម្រាប់បងប្អូនយើងបាទដែលគាត់តែងតែមើលបាទនៅវីដេអូរបស់ខ្ញុំបាទនេះផ្ទាល់ផងដែរបាទក៏សូមមេត្តាកុំរំលងណាបងប្អូនយើងបាទជួយធ្វើការចុចជាវបាទឬក៏ Subscribe បងប្អូនណាបាទនៅ Channel YouTube បាទរបស់ខ្ញុំបាទដែលមានឈ្មោះថាក្រមុំកសិករបងប្អូនបាទគ្រាន់តែ search ជាភាសាខ្មែរឬក៏ជាភាសាអង់គ្លេសបងប្អូននឹងឃើញផ្ទាល់តែម្ដងបងប្អូនបាទហើយសម្រាប់ page ផ្លូវការរបស់ខ្ញុំបាទហ្នឹងគឺ page ហៀងស៊ីមបងប្អូនណាបាទហ្នឹងហើយបងប្អូនយើងអាចធ្វើការចូលទៅមើលនៅក្នុង page បាទធ្វើការចុច follow page របស់ខ្ញុំបាទម្នាក់មួយបានបងប្អូនបាទអញ្ចឹងគឺយើងឃើញថាក្នុងកម្មវិធីសបាយបាទនៅពេលដែលម៉ោងសម្រាកនេះគឺយើងឃើញថាមានតារាចម្រៀងបាទជាបងប្អូនយើងកម្មករកម្មការិនីបាទគាត់ច្រៀងបាទហើយក៏មានបងប្អូនយើងកម្មករកម្មការិនីមួយចំនួនទៀតបាទគឺគាត់អ្នករាំណាបងប្អូនយើងបាទអញ្ចឹងគឺយើងឃើញថាសបាយបងប្អូនសបាយមែនទែនណាហ្នឹងហើយគឺសបាយបាទដែលយើងធ្វើការកំពុងតែអស់កម្លាំងបងប្អូនណាបាទដល់តែយើងមកមើលការសប្បាយគឺយើងរំសាយនៅការហត់នឿយបាទជាច្រើនផងដែរបងប្អូនបាទចឹងគឺខ្ញុំក៏អរគុណបាទសម្រាប់បងប្អូនយើងណាបាទបងប្អូនអ្នករាំបាទបើសិនជាខ្ញុំធ្វើការផ្តិតទៅបាទមានការប៉ះពាល់អីបាទក៏សូមអធិស្ឋានបងប្អូនយើងផងដែរបាទនេះគឺជាការផ្តិតនៅទស្សនវិជ្ជាបាទក៏ដូចជាការរូបភាពនេះបាទក៏ដូចជាវីដេអូនេះផ្ទាល់គឺដើម្បីទុកជូនបងប្អូនយើងជាអនុស្សាវរីយ៍បាទសម្រាប់ពេលឆ្នាំក្រោយៗទៀតបាទដើម្បីបងប្អូនយើងមកមើលបាទនៅវីដេអូចាស់ៗណាបាទកាលពីឆ្នាំទៅយើងសប្បាយប៉ុណ្ណាបាទយើងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺយើងធ្វើការមានការអាប់ដេតបងប្អូនណាបាទហ្នឹងហើយគឺមានការអាប់ដេតផ្ទាល់តែម្ដងបងប្អូនបាទហ្នឹងហើយតោះហ្នឹងហើយបងប្អូនយើងបាទហើយសម្រាប់ថ្ងៃនេះបាទបងប្អូនយើងបាទដែលគាត់បានឃើញណានៅវីដេអូរបស់ខ្លួនផ្ទាល់ហ្នឹងហើយសូមមេត្តាកុំភ្លេចណាបាទជួយ share បងប្អូនបាទនៅវីដេអូរបស់យើងម្នាក់មួយទៅហ្នឹងហើយទៅតាមបណ្ដាញសង្គមបាទឬក៏ social media ជាច្រើនអញ្ចឹងទៅបងប្អូនបាទដើម្បីថាចែករំលែកបាទរោងចក្ររបស់ខ្ញុំនេះបាទគឺគាត់មានកម្មវិធីសបាយបាទនៅពេលសម្រាប់ហូបបាយអញ្ចឹងណាបងប្អូនយើងបាទហើយបងប្អូនយើងឃើញស្រាប់ហើយបងប្អូនណាបាទគឺយើងមានម្ហូបអាហារសម្រាប់ហូបចុកបាទយើងវាស្រួលមែនតើបងប្អូនហើយបាទទៅតាមស្តង់ដារបាទរបស់រោងចក្រណាបងប្អូនយើងហ្នឹងហើយគឺគាត់ធ្វើបានល្អមែនតើបងប្អូនបាទសំបីតែកន្លែងតុហូបបាយបងប្អូនណាបាទដែលយើងក៏លេចមើលទៅគឺឃើញថាភ្លឹងតែម្ដងបងប្អូនណាបាទហ្នឹងហើយគឺអត់មានទេបងប្អូននៅសម្រាមនៅទលីដីអីអត់មានទេបងប្អូនណាបាទគឺឃើញថាស្អាតមែនទែនបាទគេហៅថាស្តង់ដារតែម្ដងណាហ្នឹងហើយបាទហើយបងប្អូនយើងបាទការរៀបចំបាទក៏ដូចជាការតុបតែងបងប្អូនហើយហ្នឹងហើយគឺយើងឃើញថាអឺវាល្អបងប្អូនបាទល្អមែនទែនបងប្អូនណាបាទហ្នឹងហើយគួរឲ្យតាក់ទាញបាទគួរឲ្យចង់អឺសប្បាយណាបងប្អូនយើងហ្នឹងហើយគួរចង់សប្បាយតែម្ដងបាទអញ្ចឹងខ្ញុំបាទ
ក្នុងនាមខ្ញុំបាទជាបាទអ្នកអត្ថាធិប្បាយបាទក៏ដូចជាការអមបាទនៅការបញ្ចូលសម្លេងក្នុងការរៀបរាប់បាទប្រាប់ចែកជូនទៅកាន់ឪពុកម៉ែបងប្អូនយើងបាទបើសិនជាមានកំហុសបាទខុសឆ្គងបាទដោយអចេតនាបាទឬក៏ប្រការណាមួយនោះបាទក៏សូមបងប្អូនបាទតែគាត់អ្នកតាមដានបាទក៏ដូចជាការទស្សនាណាហ្នឹងហើយក៏សូមអធិស្ឋានបាទសម្រាប់ពុកម៉ែបងប្អូនយើងផងដែរហ្នឹងហើយព្រោះការនិយាយបាទពុំមានការព្រៀងទុកនោះទេបងប្អូនបាទយើងឃើញស្រាប់ហើយមានលបែងលបាំបាទរំដណ្ដើមកៅអីបងប្អូនបាទហ្នឹងហើយយើងរំដណ្ដើមកៅអីចឹងទៅហ្នឹងហើយហើយមានជាប្រាក់រង្វាន់ជាអនុស្សាវរីយ៍លើកទឹកចិត្តបងប្អូនលេខ1លេខ2លេខ3ចឹងទៅណាហ្នឹងហើយបងប្អូនយើងបាទទៅតាមនឹងផងដែរបាទអញ្ចឹងការរៀបចំបាទរបស់បងប្អូនយើងបាទក៏ដូចជាបងសហជីពសហព័ន្ធបាទគឺគាត់ធ្វើការរៀបចំជាមួយអមដំណើរជាមួយបងតំណាងកម្មករណាបងប្អូនយើងហ្នឹងហើយគឺគាត់រៀបចំបងប្អូនហើយហ្នឹងហើយដើម្បីឲ្យមានសោភ័ណភាពបាទក៏ដូចជាប្រិយភាពលបែងលបាំបាទដើម្បីលេងកម្សាន្តនេះផ្ទាល់តែម្ដងផងដែរបងប្អូនណាបាទអញ្ចឹងសម្រាប់វីដេអូនេះផងដែរបាទគឺមានតែប៉ុណ្ណឹងបងប្អូនបាទហើយក៏សូមអរគុណរាល់ពុកម៉ែបាទបងប្អូនយើងបាទដែលគាត់តែងតែចំណាយពេលបាទក្នុងការតាមដានវីដេអូរបស់យើងបាទតាំងតែពីដើមបាទនៃវីដេអូណាបាទរហូតដល់ចុងបញ្ចប់នៃវីដេអូនីមួយៗនេះបាទអញ្ចឹងការចំណាយពេលបាទវេលាដ៏មានតម្លៃរបស់បងប្អូនយើងបាទក្នុងនាមខ្ញុំជា admin បាទក៏សូមអរគុណទៅដល់បងប្អូនបាទយើងហ្នឹងហើយតែងតែគ្រប់គ្រងបាទនៅ Channel YouTube បាទក្រុមមុំកសិករបាទក៏ដូចជា Page របស់ខ្ញុំបាទហៀងស៊ីមនេះតែម្ដងផងដែរបងប្អូនណាបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្ណឹងបងប្អូនបាទសូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលអចេតនាបាទសូមអរគុណបាទសូមជម្រាបលា